ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបថត selfie របស់ Facebook ដោយសារតែ Facebook មានការអាប់ដេតថ្មីសម្រាប់បងប្អូនដែលតែងតែភ្លេចលេខកូដនៅពេលដែលបងប្អូនប្ដូរទូរស័ព្ទមួយទៅទូរស័ព្ទមួយអញ្ចឹង Facebook មានការអាប់ដេតថ្មីដើម្បីមានភាពងាយស្រួលសម្រាប់បងប្អូនគ្រាន់តែថត selfie បងប្អូនអាចនឹង log in ចូល Facebook បងប្អូនដោយស្វ័យប្រវត្តិដោយមិនចាំបាច់មាន password ដើម្បីចូលទៅក្នុងកម្មវិធី selfie នេះបានខ្ញុំសូមឲ្យបងប្អូនដំឡើងកម្មវិធីមួយដែលមានឈ្មោះថា WhatsApp កម្មវិធី WhatsApp គឺដើម្បីទទួលបានលេខកូដពី Facebook នៅពេលដែល Facebook ផ្ញើលេខកូដមកវានឹងរត់ចូលទៅក្នុងកម្មវិធី WhatsApp ប្រសិនបើទូរស័ព្ទបងប្អូនមិនមានកម្មវិធី WhatsApp ទេសូមបងប្អូនដំឡើងកម្មវិធី WhatsApp នេះដើម្បីដំឡើងកម្មវិធី WhatsApp បងប្អូនអាចចូលទៅក្នុង App Store ឬក៏ Play Store ដែលទូរស័ព្ទបងប្អូនមានទូរស័ព្ទខ្ញុំប្រើ Android អញ្ចឹងខ្ញុំប្រើទៅលើ Play Store អញ្ចឹងបងប្អូនចូលទៅក្នុង Play Store មកបងប្អូនគ្រាន់តែចូលក្នុងប្រអប់ Search ប្រអប់ខាងលើបងប្អូនគ្រាន់តែវាយពាក្យថា WhatsApp អូខេបន្ទាប់ពីបងប្អូនវាយ WhatsApp ហើយបងប្អូនគ្រាន់តែចុច Search មកផ្នែកខាងលើនេះបងប្អូនគ្រាន់តែចុចពាក្យថា Installបន្ទាប់ពីបងប្អូន install ហើយបងប្អូនគ្រាន់តែចុច open ចុច agree to continue ចុច allow អូខេលេខទូរស័ព្ទយើងបានលោតមកហើយចុច next continue បន្ទាប់ពីវាចេញផ្ទាំងនេះគឺយើងមិនបាច់ចុចអីទៀតទេយើងគ្រាន់ចុចពាក្យថា skip បងប្អូនអាចចុច continue ក៏បានឬក៏ cancel ក៏បានព្រោះកម្មវិធីនេះយើងគ្រាន់តែដំឡើងពីមកដើម្បីទទួលលេខកូដពី Facebook ទេអូខេឥឡូវខ្ញុំចុច cancel បងប្អូនអាចដាក់ឈ្មោះអីក៏បានដែរបាទបងប្អូនអាចដាក់ឈ្មោះមកឈ្មោះអីក៏បានដែរឥឡូវឧទាហរណ៍ថាខ្ញុំដាក់ពូត្រាថតរូបអូខេយើងចុច next ចុច skip អូខេ skip ទៀតមកអូខេប៉ុណ្ណឹងហើយយើងសុំត្រឡប់ក្រោយទៅវិញបាទបន្ទាប់មកគឺយើងចូលទៅក្នុងកម្មវិធី Facebook មកគឺដើម្បីថត selfie ចូលទៅក្នុង Facebook បាទចុចទៅលើត្រី3ដែលមានផ្នែកខាងក្រោមចុចរកពាក្យថា setting and privacy ចូលទៅក្នុង setting បន្ទាប់មកចូលទៅក្នុង Meta account ចូលទៅក្នុងពាក្យថា login and security បន្ទាប់មកចូលទៅក្នុងពាក្យថា verification selfie អូខេចុចទៅលើរូប profile របស់យើងមកតោះមកចុច next បងប្អូនជ្រើសយកពាក្យខាងក្រោម try another way ចុចទៅលើវាមកហើយចុចទៅលើពាក្យថា WhatsApp នៅខាងក្រោមចុចប៊ូតុងហ្នឹងមកហើយចុចពាក្យថា continue អូខេឥឡូវវាបានផ្ញើលេខកូដមកហើយបាទផ្ញើលេខកូដចូលទៅក្នុងកម្មវិធី WhatsApp ដែលខ្ញុំបានណែនាំឲ្យបងប្អូន download ហ្នឹងគឺលេខកូដយើងគ្រាន់តែយកលេខកូដហ្នឹងមកដាក់ចូលក្នុងកម្មវិធីរបស់យើងអូខេបន្ទាប់ពីយើងវាយលេខកូដហើយយើងគ្រាន់ចុចពាក្យថា continue ហើយយើងចុចពាក្យថា start selfie
បន្ទាប់ពី Facebook អនុញ្ញាតឲ្យយើងថត selfie ហើយកម្មវិធីនេះគឺបានជោគជ័យ 100%បាទនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងសម្រាប់ការថត selfie របស់ Facebook សម្រាប់បងប្អូនថ្មីដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ម្នាក់មួយមកដើម្បីទទួលបានវីដេអូចែករំលែកពីខ្ញុំជាបន្តទៀតបាទសូមអរគុណ